ថ្ងៃនេះបន្ទាប់ពីបានទស្សនាការប្រកួតរវាង RSI ជាមួយនឹង Army ហើយ RSI ទទួលបានជ័យជំនះមិនត្រឹមតែប៉ុណ្ណោះ Patrick Rockson ក៏បានមកទស្សនាការប្រកួតនេះផងដែរហើយខ្ញុំក៏មានឱកាសបានទៅជួបគាត់អញ្ចឹងកុំឲ្យខកខានបងប្អូនរងចាំយូរយើងទៅជួប Patrick Rockson សាខាវ័យស្រីទាំងអស់គ្នាបាទហ៎កីឡាករមួយណាដែលដើរមកឲ្យខ្ញុំមិនដឹងខ្ញុំរកអានធ្វើបងធัวមកអីទេព្រោះយើង Patrick Rockson មែនជុំ Patrick Rockson ឥឡូវនិយាយខ្មែរច្បាស់មែន ហាត់ប្រេមសាមញ្ញតែមិនធម្មតាវ៉ាវហាត់ប្រេមនេះ Patrick Rockson វែងស្រេងញាក់សាច់មកពេញសាច់មកបាទបន្ទាប់ពីជួបជាមួយនឹង Patrick Rockson វែងស្រេងហើយកលេចមកខាងឆ្វេងដៃខ្ញុំស្រាប់តែឃើញ Neto វែងស្រេងអង្គុយជាប់គ្នាអត់ចាប់អារម្មណ៍បាទយើងក៏ពិភាក្សាគ្នារឿងជីវិតរឿងបាល់រឿងអីបាទមើលថាគ្រប់គ្រងខ្សែប្រយុទ្ធរូបណាមើលខ្សែប្រយុទ្ធណាលេងល្អមិនល្អអីចឹងណាបាទហើយគាត់ក៏និយាយថាសម្លេងហើយខ្ញុំក៏ប្រាប់គាត់ថាខ្សែប្រយុទ្ធដែលនៅក្នុងដួងចិត្តខ្ញុំគឺ Neto វែងស្រីនឹងឯងព្រោះជាក្រុមតែមួយអញ្ចឹងណាបាទហើយថ្ងៃនេះពិតជាមានសេចក្តីសប្បុរសមែនតើបាទហើយRSIរកបានជ័យជំនះជើងចុងក្រោយទទួលបាន6គ្រាប់បាទមិនជារឿងធម្មតាទេបាទព្រោះប្រកួតចុងក្រោយយើងទទួលបានជ័យជំនះថែមទាំងបានបន្ទុកល្អទៀតបាទ6-0បាទហើយសកម្មភាពនៃការប្រកួតនេះក៏ស្វិតស្វាញមែនទែនមើលទៅតាំងពីជើងក្រោមជើងលើជើងឆ្វេងជើងស្ដាំស្លាប់ឆ្វេងស្ដាប់ស្លាំពេញសាច់តែម្ដងបាទយើងបង្កើតកំហុសតិចមែនទែននៅថ្ងៃនេះហើយយើងគិតថាខាង Army ក៏គាត់ព្យាយាមការពារក៏ព្យាយាមសម្រុំប៉ុន្តែខាង RSI យើងធ្វើបានប្រសើរជាងបាទនៅថ្ងៃនេះហើយបាទដូចជាបងប្អូនបានមើលនៅវីដេអូជាក់ស្ដែងអញ្ចឹងបាទគឺបុកទៅបុកមកទៅស្ដាយមែនខ្ញុំថតអត់បាននៅពេលដែលទាត់ចូល6គ្រាប់ព្រោះអាឡ័យតែ enjoy ជាមួយនឹងការប្រកួតមួយហ្នឹងអញ្ចឹងណាបងប្អូនអញ្ចឹងយើងក៏ក្លែកមកមើលបាទពេលការចប់ការប្រកួតនេះមាន Ultra Fan របស់ RSI ដែលគេហៅថាក្រុមដំរីជ័យបាទគាត់ច្រៀងចម្រៀងពិលរស់ក្រលួចក្រអួនក្រៅដោយលោកគ្រូពលវីបាទដាក់មក VR ដំរីជ័យ VR ដំរីជ័យអញ្ចឹងណាបាទអញ្ចឹងតោះឥឡូវយើងស្ដាប់បទចម្រៀងបាទដូច្នេះក៏សូមអនុញ្ញាតឲ្យខ្លួនឯងបញ្ចប់វីដេអូដោយត្រឹមតែប៉ុណ្នេះដោយសារតែខ្ញុំទៅនេះអត់មានគម្រោងក្នុងការតទេតែដោយសារតែមើលឃើញគួរតែមានអ្វីចែករំលែកដល់បងប្អូនជាទស្សនីយភាពបាទទៅហើយកុំឲ្យខាតក៏ទាញកាមេរ៉ាថតលេងទៅបាទអរគុណច្រើនសម្រាប់ការគ្រប់គ្រងហើយនឹងបន្តមើលវីដេអូដល់វិនាទីមួយនេះផងដែរបាទបើសិនជាបងប្អូនមើលដល់វិនាទីនេះហើយកុំភ្លេចជួយចុច Subscribe ដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តក្នុងការបន្តដំណើរ YouTube ថ្មីថ្មោងរបស់ខ្ញុំនេះតទៅមុខទៀតបាទអរគុណច្រើន